រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានដោយប្រទេសថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្ដោយព្រំដែនភ្នំពេញរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានដោយប្រទេសថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្ដោយព្រំដែនសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឲ្យដឹងថាកាលពីថ្ងៃទី26ខែកក្កដាដល់ថ្ងៃទី17ខែសីហាឆ្នាំ2026នៅសង្កាត់អូស្មាច់ក្រុងសំរោងខេត្តរតនមានជ័យកងកម្លាំងប្រដាប់អាវុធថៃបានបន្តធ្វើការឈូសឆាយព្រៃជាបន្តបន្ទាប់ដើម្បីសាងសង់ផ្លូវថ្មីមួយខ្សែដែលតភ្ជាប់ពីភាគខាងជើងនៃបង្គោលព្រំដែនលេខ14ទៅកាន់តំបន់ភ្នំតាថុងភ្នំ278បន្ទាប់មកនៅថ្ងៃទី20ខែសីហាឆ្នាំ2026កងកម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពសាងសង់ផ្លូវនៅក្នុងតំបន់ខាងលើព្រមទាំងបានសាងសង់លេនដ្ឋានយោធាថ្មីផងដែរនៅថ្ងៃទី20ខែសីហាឆ្នាំ2026នៅឃុំស្រែអែមស្រុកជាំខ្សានខេត្តព្រះវិហារកងកម្លាំងប្រដាប់អាវុធថៃបានសាងសង់លេនដ្ឋានយោធាថ្មីមួយចំនួននៅភាគខាងជើងវត្តកែវសិក្ខាគិរីស្វរៈក្រសួងការបរទេសកម្ពុជាបានចាត់ទុកថាសកម្មភាពខាងលើនេះគឺជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាអនុសារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្ដីពីការវាស់វែងនិងកំណត់ខណ្ឌសីមាព្រំដែនគោកដែលបានចុះហត្ថលេខាកាលពីថ្ងៃទី14ខែមិថុនាឆ្នាំ2000និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ដើម្បីបន្តការងារវាស់វែងនិងបោះបង្គោលព្រំដែនឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជាសូមបញ្ជាក់ជាថ្មីថាកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅខ្សែបន្ទាត់ព្រំដែនឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយរាជរដ្ឋាភិបាលកម្ពុជាជំរុញឲ្យប្រទេសថៃបញ្ឈប់សកម្មភាពទាំងនេះព្រមទាំងគោរពនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានភាពតានតឹងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកនិងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធីសម្ដៅស្ដារសន្តិភាពស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃកម្ពុជានៅតែបន្តបដិញ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃក៏ដូចជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ខ្ជាប់នៅជំហរជាគោលការណ៍របស់ខ្លួនថាខ្សែព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយកម្លាំងនោះឡើយ